ក្នុងការបង្ហាញសមត្ថភាពនៅក្នុងវគ្គ Runway Challenge របស់ Miss Cosmo Cambodia 2026 Jenny Exchange ធ្វើបានយ៉ាងល្អខ្លាំងមែនទែននៅក្នុង collection គ្រប់ទាំងអស់នៅក្នុងការប្រកួតប្រជែងមួយនឹងមិនថា collection ឈុតស្បែកខ្មែរឈុតកូនកំបំបែបសម័យឈុតបង designer ផ្សេងៗមកពីវៀតណាមក៏ដូចជាមកពីបណ្ដាប្រទេសផ្សេងៗសរុបទៅ6 7 collection Jenny Exchange គាត់ធ្វើបានយ៉ាងល្អខ្លាំងមែនទែនទោះជាមានបញ្ហារអាក់រអួលវគ្គចុងក្រោយនៅក្នុងវគ្គ gown គាត់ធាងកន្លះជើងឲ្យធ្វើឲ្យគាត់មានអបតវិហេតុហើមជើងខ្លាំងមែនតែនតែម្ដងប៉ុន្តែ Jenny Exchange នៅតែបន្តនៅពេលដែលវគ្គចុងក្រោយហ្នឹង Jenny Exchange នៅតែបន្តគាត់ដើរបំពេញតួនាទីរបស់គាត់បានយ៉ាងល្អខ្លាំងមែនតែនតែម្ដងខ្ញុំនិយាយមែនតើខ្ញុំពិតជា appreciate ជាមួយគាត់ខ្លាំងមកហើយមានអារម្មណ៍ថារំភើបមែនតើនៅពេលដែលគាត់ប្រឹងធ្វើវាឲ្យដល់ទីបញ្ចប់ចិត្តចប់មានបញ្ហាគាត់ជួយជន់ដង្ហើមជួយប៉ុណ្ណាគាត់ឈរធម្មតាគាត់ទៅដូរឈុតដូរអីធម្មតាគាត់រស់រាយគាត់ friendly គាត់ថតមួយ fan ធម្មតាអានេះគឺជា queen ពិតៗហ្មងបងប្អូនគឺ